Welcome back រឿងខ្ញុំចង់ខ្លាចជាមនុស្សអាក្រក់ឥឡូវយើងបន្តសាច់រឿងរបស់យើងទាំងអស់គ្នានោះហើយជាមូលហេតុដែលវានឹងត្រូវបានចាញ់នៅទីបញ្ចប់ហើយអំពើអាក្រក់នៅក្នុងបេះដូងអ្នកនឹងត្រូវលុបបំបាត់មែនទេត្រឹមត្រូវហើយប៉ុន្តែមិនមែនមនុស្សអាក្រក់ទាំងអស់ខ្លាចជាល្ងងមុនពេលប្រយុទ្ធនោះទេឬជនអាក្រក់ស្លាប់ដោយអារម្មណ៍នៃល្ខោនមួយហើយស្ម័គ្រចិត្តប្រែខ្លាចជីវិតរបស់ខ្លួនទៅជាជំហានមួយលើវិថីឆ្ពោះទៅមុខសម្រាប់វីរបុរសនិងវីរនារីកន្លែងនេះខ្ញុំមិនន័យថាមិនមែនមនុស្សអាក្រក់ទាំងអស់សុកខ្លាចជាល្ងងនៅពេលដែលប្រយុទ្ធជាមួយតួឯងនោះទេឬក៏ស្លាប់ទៅតាមប្រភេទរឿងនោះទេប៉ុន្តែវាព្រោះតែគាត់ស្ម័គ្រចិត្តបង្វែរជីវិតរបស់ខ្លួនទៅជាជំហានមួយសម្រាប់វីរបុរសនិងវីរនារីដូច្នេះដើម្បីឲ្យពិភពប្រឡំលោកដំណើរការជាធម្មតាម្ចាស់ផ្ទះត្រូវប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្នុងនាមជាអ្នកជំនួសតួអាក្រក់ដើមដើម្បីរួមចំណែកដល់ការបញ្ចប់ដ៏អស្ចារ្យនៅក្នុងសាច់រឿងភារកិច្ចនេះពិតជាទំនួលខុសត្រូវដ៏ធ្ងន់មួយប៉ុន្តែខ្ញុំយល់ដរាបណាសាច់រឿងកាន់តែរំភើបក្រោយពិភពលោកនេះត្រូវបានបញ្ចប់ខ្ញុំប្រកាសជាទទួលបានបន្ទុកបេសកកម្មកាន់តែច្រើនត្រូវទេនៅពេលដែលឮវ៉ាងអីនិយាយដូច្នេះស្មារតីរបស់យើងក៏បានបន្តមកពួកយើងមិនអាចនៅស្ងៀមបានទៀតទេហើយពួកយើងត្រូវតែរៀបចំឲ្យបានគ្រប់គ្រាន់សម្រាប់ដំណើរសាច់រឿងដ៏សំខាន់ដែលនឹងមកដល់នាពេលខាងមុខតពីដើរនិយាយជាមួយស្មារតីវ៉ាស្ទុហើយបាំងអីបើយើងក៏ឃើញគេជុំគ្នាមកនៅទីនោះគាត់ពិតជាសង្ហាខ្លាំងណាស់នៅពេលឮអញ្ចឹងវ៉ាងអីបើយើងគាត់រៀងឆ្ងល់ដែរអញ្ចឹងណាគាត់ក៏បានទៅមើលហើយវិញបានជាមានមនុស្សច្រើនបែបនេះនៅច្រកទ្វារហើយក្មេងស្រីនឹងកំពុងតែចោមរោមដល់និយាយថាតើនោះជាអ្នកមកថ្មីឬខ្ញុំមិនដឹងទេគាត់មិននិយាយអីផងមើលទៅគាត់ត្រជាក់ខ្លាំងណាស់តើគាត់មកទីនេះដើម្បីថតភាពយន្តឬវ៉ាងអីនឹងឆ្មាស់មកយើងមានជាការជ្រិញអីអញ្ចឹងណាព្រោះអីអ្នកដែលត្រូវបានក្មេងស្រីទាំងអស់នឹងចោមរោមគឺជា CC របស់យើងចឹងនិយាយថាគេធំហើយក្មេងស្រីនឹងកំពុងតែលេបខែ CC របស់យើងនឹងនិយាយថាប្រុសសង្ហាតើអ្នកមកពីណាហេកុំនៅស្ងៀមមើល CC របស់យើងខ្ជិលនិយាយរខ្មើណាយើងក៏ដឹងថា CC របស់យើងគឺមានអាយុ17ឆ្នាំហើយគឺថាពេញកម្លោះអញ្ចឹងណាបែរមុខមកដោយភាពសង្ហាថៃគេក៏បាននិយាយថាបងប្រុសចង់ប្រាប់ថា CC របស់យើងគ្មានថ្ងៃភ្លេចទេបងប្រុសវ៉ាងអីរបស់យើងនៅពេលដែលលឺអញ្ចឹងគឺថាភ្ញាក់ឡើងព្រឺតកាហែមមួយហើយក៏បានគិតក្នុងចិត្តថាខ្លួននឹងខកខានឱកាសល្អក្នុងការរត់គេចពី CC បានសូមទោសផងអ្នកទាំងអស់គ្នាបងប្រុសរបស់ខ្ញុំរៀងខ្លាចមនុស្សចម្លែកបន្តិចដូច្នេះសូមកុំសាទោសខ្លាំងពេកក្មេងស្រីដែលនៅជុំវិញហ្នឹងក៏នាំគ្នានិយាយទៅសារវ៉ាងអ៊ីហើយនឹង CC របស់យើងអញ្ចឹងណាថាស្អាតម្យ៉ាងម្នាក់អីចឹងណាបើសង្ហាមឡើងមិនដឹងរើសយកមួយណានេះបាក់ពេករើសយកទាំងពីរហ្មងបងប្រុសដ៏ល្អរបស់ខ្ញុំនៅទីនេះវាពិតជាបង្កបញ្ហាហើយវ៉ាងអ៊ីរបស់យើងក៏បានដាក់ដៃលើស្មា CC ដោយបន្តទៀតថាតោះពួកយើងដើរទៅមុខហើយនិយាយគ្នាបន្តិចហើយ CC របស់យើងនៅពេលលឺអញ្ចឹងអត់ដឹងគិតអីណាហើយមកស្ទុះក្រោយមកក៏គេញញឹមចុងមាត់បន្តិចល្អខ្ញុំនឹងស្ដាប់បងប្រុសអីនៅពេលដែលដើរមកដល់កន្លែងគួសមវ៉ាងអ៊ីរបស់យើងក៏ចាប់ផ្ដើមនិយាយដោយសួរទៅ CC ថាហើយវាបានជាភ្លាមឯងមកសាលារបស់ខ្ញុំតើឯកសណ្ឋានសាលារបស់ឯងនៅឯណាសាលាបានបញ្ចប់នៅព្រឹកនេះខ្ញុំគិតថានឹងត្រឡប់ទៅផ្ទះជាមួយបងប្រុសអ៊ីដូច្នេះខ្ញុំមិនបានពាក់វាទេតើខ្ញុំមិនអាចទេហើយគេក៏បានលើកសេរីកអាវរបស់គេចេះរៀងសង្ហាយចឹងណាចិញ្ចាំងហ្មងខ្ញុំមិនចង់ទៅផ្ទះជាមួយក្មេងអាក្រក់ដែលមិនចេះអនុវត្តតាមច្បាប់សាលាដូចជាឯងទេវ៉ាងអ៊ីបើយើងគឺចង់ថា CC អត់ចេះគ្រប់វិន័យសាលាអីចឹងណាហើយវ៉ាងអ៊ីបើយើងក៏បាននិយាយទាំងទឹកភ្នែកនៅក្នុងចិត្តថានៅពេលដែល CC ធំឡើងចឹងធ្វើអត់គួរឲ្យស្រឡាញ់ទៀតសោះគាត់ធ្លាប់តែជាសត្វតូចមួយដែលមើលមកខ្ញុំដោយភ្នែកធំនឹងភ្លឺចាំប្រាប់វ៉ាងអ៊ីអញថាឥឡូវគេលេងគួរឲ្យស្រឡាញ់ហើយតែគេសង្ហាវិញម្ដងអីចឹងណាប្រសិនបើគ្មានអ្វីទៀតទេអញចេញពីទីនេះទៅខ្ញុំបានណាត់មិត្តភ័ក្តិទៅលេងក្លឹបនៅយប់នេះតើក្លឹបត្រូវទេត្រូវហើយនោះមិនមែនជាកន្លែងដែលអញគួរទៅនោះទេពេលដែលឮវ៉ាងអ៊ីនិយាយចឹង CC របស់យើងក៏បានខំមាត់លៀងខឹងដែរហើយក៏បានចាប់ទាញដៃ CC ដែលនិយាយថាកុំទៅផ្ទះវិញខ្ញុំនឹងបង្ហាញបងនៅក្នុងឈុតឯកសណ្ឋានសាលារបស់ខ្ញុំវ៉ាងអ៊ីរបស់យើងនៅពេលឮអញ្ចឹងក៏ហួសចិត្តខ្លាំងមែនតើអញ្ចឹងណាវ៉ាងអ៊ីរបស់យើងក៏បានកន្លោះដៃចេញដោយស្រែកថាតាន់ឯងមិនអីទេឬតាណាណាចង់ឃើញឯងឆ្លៀកឈុតឯកសណ្ឋានសាលាអញមិនមែនជាអ្នកលេងឯកសណ្ឋានទេកន្លែងនេះវ៉ាងអ៊ីរបស់យើងចង់បានន័យថាដូចអ្នកលេង cosplay ដែរ CC របស់យើងក៏បានគិតក្នុងចិត្តតើមានអ្វីកាត់ឡើងតើក្មេងនេះរឹងមាំទេគេចង់បានន័យថា CC របស់យើងមានកម្លាំងខ្លាំងអីចឹងណាតិចទៀតខ្ចប់បោះ CC ហើយវ៉ាងអ៊ីអើយវាចាប់ដើមដំបងនៅពេលដែលគាត់មានកម្ពស់ខ្ពស់គាត់ហាក់ដូចជាមិនភ័យខ្លាចនឹងការធ្វើបាបរបស់ខ្ញុំទៀតទេប៉ុន្តែខ្ញុំជាតួចិត្តអាក្រក់មិនអាចចាញ់បានទេយ៉ាវ៉ាងអ៊ីចាញ់ឬមិនចាញ់ទៅទៀតដឹងហើយវ៉ាងអ៊ីរបស់យើងក៏បានស្រែកអាក្មេងថោកទៀតឥឡូវនេះវាជាវេនរបស់ខ្ញុំហើយក៏បានយាយជើងនៅពេលដែល CC របស់យើងឃើញអញ្ចឹងគឺថាគាត់គ្មានមាត់អីទេហើយគឺថាគេយកជើងគេនឹងទៅជន់ជើងរបស់ CC របស់យើងឃើញអញ្ចឹងនិយាយថាហួសចិត្តខ្លាំងមែនតើហើយក៏បានកលេចភ្នែកទៅមើលការគិតរបស់វ៉ាងអ៊ីដែលវ៉ាងអ៊ីនឹងក៏បានគិតថាទោះបីខ្ញុំមិនមានគុណសម្បត្តិខាងកម្លាំងក៏ដោយក៏ខ្ញុំនៅតែអាចប្រមាថគាត់បានយ៉ាងងាយតួឯកប្រុសដ៏សង្ហានៅក្នុងប្រឡំលោកមិនអាចទ្រាំនឹងការធ្វើបាបបានទេដូច្នេះគាត់ច្បាស់ជាទុកឲ្យខ្ញុំនៅម្នាក់ឯងតើពីអានការគិតរបស់វ៉ាងអ៊ីហើយ CC របស់យើងក៏បានដកដង្ហើមធំ
កុំបង្កបញ្ហាហើយក៏បានយកដៃនឹងទៅចាប់ជើងរបស់វ៉ាងអ៊ីយើងជើងនឹងបកកែតតទេចាប់ជាប់មួយវ៉ាងអ៊ីនៅពេលឃើញស៊ីស៊ីចាប់ជើងរបស់ខ្លួនចឹងទៅក៏បានស្រែកហេស៊ីស៊ីតាំងកំពុងធ្វើឲ្យឆាប់លេងយើងភ្លាមហើយមើលស៊ីស៊ីរបស់យើងវិញក៏បានចាប់ជើងវ៉ាងអ៊ីហើយរុញវ៉ាងអ៊ីទៅខ្ទប់នឹងជាងតើបងកំពុងតែធ្វើអ្វីហើយស៊ីស៊ីរបស់យើងក៏បានយកដៃទៅខ្ទប់នឹងជាងដែលបន្តថាបងប្រុសវ៉ាងអ៊ីតែងតែឆាប់ខាត់សិនកន្លែងនេះទុកឲ្យហ្វេនមើលឲ្យបានយូរបន្តិចមានភាពច្របូកច្របល់ជានិច្ចហើយភ្លាមក៏សុទ្ធតែមានអីហោះឡើងលឿនគឺថាមានស្អីទេកាលពីឆ្មាខ្មៅរបស់យើងនឹងគាត់ហោះទៅខាំដៃស៊ីស៊ីចិត្តវ៉ាងអ៊ីរបស់យើងគឺថារំភើបខ្លាំងមែនតើវ៉ា system ជិះសង្គ្រោះខ្ញុំនេះត្រូវតែរត់ចាប់វ៉ាងអ៊ីរបស់យើងគឺថាច្រានស៊ីស៊ីចេញដាក់មេប្រូចរត់ប្រុយស៊ីស៊ីរបស់យើងបានត្រឹមតែសម្លឹងមើលវ៉ាងអ៊ីរត់ចេញដាក់មាននិយាយអ្វីសោះហើយកុំភ្លេចមើលឆ្មាខ្មៅរបស់យើងគឺនៅខាំចាប់ដៃគេនៅឡើយទេភ្លាមនោះស្រាប់តែមានចំហាយពណ៌ខ្មៅនៅជុំវិញស៊ីស៊ីរបស់យើងគឺថាឆ្មាខ្មៅរបស់យើងលក្ខណៈថាព្រឺរោមអញ្ចឹងណាគ្នាភ័យលញ័យនេះបងខ្លាហានដែរឥឡូវខ្លាហើយបាត់នេះជា system ដែលត្រូវបានលោតឡើងនៅក្នុងគំនិតរបស់វ៉ាងអ៊ីជានិច្ចមែនទេដោយសារតែអត្ថិភាពរបស់វានោះហើយជាមូលហេតុដែលបងប្រុសអ៊ីត្រូវធ្វើពុតជាមនុស្សអាក្រក់ហើយអនុវត្តតាមផែនការគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យខ្ញុំដូចជាវីរបុរសនិយាយថា IQCC របស់យើងមិនតែអន់អីណាគឺថា CC របស់យើងក៏បានខំស្រាវជ្រាវអានប្រឡំលោកជាច្រើនដើម្បីយល់ពីអ្វីដែលបាងអ៊ីរបស់យើងកំពុងតែគិតអីចឹងណាទោះជាយ៉ាងណាក៏ដោយតួអង្គអាក្រក់ទាំងនោះនៅក្នុងពិភពប្រឡំលោកមិនមានការបញ្ចប់ល្អទេនៅចុងបញ្ចប់អាចរងរបួសធ្ងន់ភ័យខ្លួនទៅបរទេសឬឈួតតើខ្ញុំគួរធ្វើអ្វីដល់ឥឡូវនេះគឺថាដល់ CC របស់យើងដែរគាត់អត់ចង់ឲ្យវ៉ាងអ៊ីបញ្ចប់ទាំងបែបហ្នឹងទេឥឡូវយើងមើលឈុតបន្ថែមឆ្មាពកកឈូកហ្នឹងគឺជាវ៉ាងអ៊ីហើយឆ្កែបខ្មៅហ្នឹងគឺជា CC មើលរូបភាពពីមុនហើយនឹងឥឡូវយើងមើលវ៉ាងអ៊ីរបស់យើងវិញគឺថាគាត់ហត់ខ្លាំងមែនទែនខំរត់គេចពី CC ហើយឆ្មាខ្មៅរបស់យើងក៏អញ្ចឹងដែរហើយតួឯកប្រុសហេតុអ្វីបានជាវាកាន់តែអាក្រក់ទៅហើយពិតជាមានសម្ពាធខ្លាំងណាស់ហើយបាទគាត់មានកាយសម្បត្តិល្អណាស់តាមមែនទេគាត់គាត់ចាប់ជើងរបស់ខ្ញុំឲ្យលើកវាឡើងខ្ញុំបានឮថាខ្ញុំទទួលអន្ទុកពេញក្នុងការប្រឡងហើយវាយរបស់យើងក៏បានបន្តនិយាយតាមផ្លូវជាមួយនឹងឆ្មាខ្មៅទៀតថាវាដោយស្មោះត្រង់ឆ្មាខ្មៅបុគ្គលិករបស់ឯងប្រឈមមុខនឹងអ្នកលេងបែបនេះពេញមួយថ្ងៃតើឯងពិតជានៅតែអាចបំពេញកិច្ចការបានមែនទេនៅពេលដែលឮវ៉ាងអ៊ីរបស់យើងនិយាយអញ្ចឹងឆ្មាខ្មៅរបស់យើងក៏បានតបវិញប្រហែលហើយរង្វាន់បន្ទុកសម្រាប់អ្នកលេងជាមនុស្សអាក្រក់មានភាពទូលាយហើយចំណុចពិបាកគឺជារឿងធម្មតាដែរតែវិធីនៃការជំនះគយគឺមានភាពខុសគ្នាគឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់មានពេលមួយដែលមានតារាសម្ដែងជើងចាស់ម្នាក់បានបង្កើតទេវកថានៃការបញ្ចប់ភារកិច្ច 100% ដោយមិនប្រើឧបករណ៍ជំនួយណាមួយឡើយ 100% មនុស្សបែបនេះគឺមានសេចក្តីប្រាថ្នាដូច្នេះតើពួកគេបាននាំយកមកវិញនៅពិភពលោកដែលបានបញ្ចប់មានការគ្រប់គ្រងអ្វីខ្លះនៅពេលដែលលើវ៉ាងអ៊ីសួរអញ្ចឹងឆ្មាខ្មៅរបស់យើងក៏បានឆ្លើយថាគឺមានមតិជាច្រើនប៉ុន្តែវាយូរពេកហើយវាក៏ធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើនថាគាត់ផ្លាស់ប្ដូរយកសមត្ថភាពដើម្បីអាចមើលឃើញតាមរយៈបេះដូងរបស់មនុស្សម្នាក់វាជាសមត្ថភាពក្នុងការមើលឃើញតាមរយៈចិត្តរបស់មនុស្សប៉ុន្តែក៏មានពាក្យចចាមអារ៉ាមផ្សេងទៀតផងដែរនៅពេលដែលគាត់ត្រឡប់ទៅពិភពដើមរបស់គាត់បានក្លាយជាឆ្កួតដោយសារសមត្ថភាពនេះនៅចុងបញ្ចប់គាត់បានបំផ្លាញព្រលឹងរបស់ខ្លួនឯងហើយព្រលឹងរបស់គាត់ត្រូវបានខ្ចាត់ខ្ចាយជុំវិញពិភពលោកហើយបរិះដែលឆ្មាខ្មៅរបស់យើងកំពុងតែរៀបរាប់ហ្នឹងគាត់គឺជាបរិះដែលបានធ្វើដំណើរជុំវិញពិភពលោកទី1ពេលដែលលឺឆ្មាខ្មៅរបស់យើងរៀបរាប់អញ្ចឹងវ៉ាងអ៊ីរបស់យើងក៏បាននិយាយថាវាវេទនាខ្លាំងណាស់វាហាក់ដូចជាម្រាមដៃមាសពិតជាអាចបំផ្លាញចិត្តមនុស្សបានម្រាមដៃមាសហ្នឹងគឺសំដៅដល់សមត្ថភាពដោយសមត្ថភាពអ្នកធ្វើដំណើរទី1ដែរដែលធ្វើឲ្យគាត់អាចអានចិត្តមនុស្សបានប៉ុន្តែនៅចុងបញ្ចប់គាត់ត្រូវបំផ្លាញព្រលឹងខ្លួនឯងប៉ុន្តែសម្រាប់ខ្ញុំគឺខុសគ្នាមិនចាំបាច់មានម្រាមដៃមាសទេដរាបណាខ្ញុំអាចទៅក្លឹបរាត្រីវាជារឿងសប្បាយចិត្តដែលមិនគួរឲ្យជឿវ៉ាវ៉ាងអ៊ីរបស់យើងសប្បាយចិត្តខ្លាំងណាស់ពេលបានចូលក្លឹបរាត្រីឥឡូវយើងមើលពេលដែលវ៉ាងអ៊ីរបស់យើងក៏នៅក្នុងក្លឹបរាត្រីវិញម្ដងគឺថាមានកូនចៅស្វែងស្ដាំអីចឹងណាហើយក៏មានម្ដងម្នាក់លើកកែវដល់និយាយថាពិតជាភ្ញៀវកម្រពិតមែនហើយបានជាលោកផ្លាស់ប្ដូរចិត្តភ្លាមហើយមកកន្លែងបែបនេះហើយម្ដងម្នាក់នេះគឺមានឈ្មោះថាចងឆេងជាអ្នកកាន់កាប់ធនាគារចំនួនទី2វាគ្រាន់តែជាការផ្លាស់ប្ដូរតាមបែបធម្មជាតិតើមិនមានរឿងបែបនេះទេឬខ្ញុំទៅតែឮថាមានស្រីស្អាតថ្មីនៅក្នុងហាងហើយខ្ញុំចង់មានភាពសប្បាយរីករាយខ្លះហើយអាប៉ែនឹងនៅពេលលឺអញ្ចឹងវាបាននិយាយថាត្រូវហើយវាល្អខ្លាំងណាស់ដែលហ៊ានស្រឡាញ់វាជាការប្រសើរណាស់ក្នុងការបញ្ជាទិញភាពជាបន្ថែមដើម្បីឲ្យបងប្អូនរីករាយតើអ្នកគិតយ៉ាងម៉េចដែរលោកគ្រូវាងហើយអាពួកនៅជំនួយនឹងគេចេះតែបន្ទោអញ្ចឹងណាពិតមែនបងប្រុសខ្លាំងប្រកែប្រកាសណាស់ហើយវាងអ៊ីរបស់យើងក៏បានលើកការសាទរដែរអញ្ចឹងដល់គាត់និយាយថាត្រូវហើយប៉ុន្តែគាត់ក៏បានគិតក្នុងចិត្តថាតាមពិតខ្ញុំបានមកកន្លែងដែលមិនស្អាតបែបនេះដោយសារតែបេសកកម្មក្នុងដំណើររឿងសំខាន់ដែលនឹងត្រូវកាត់ឡើងបន្ទាប់ពីវីរនារីវេនស៊ីរួយផ្ទេរទៅសាលាផ្សេងនាងនឹងធ្វើការនៅក្នុងហាងនេះជាអ្នករត់តុហើយដោយសារតែអំពើអាក្រក់របស់តួចិត្តអាក្រក់ដោយចៃដន្យគាត់នឹងស៊ីអាន
សម្ដែងរឿងវីរៈបុរសជួយសង្គ្រោះសម្រស់កន្លែងនេះគេចង់បានន័យថាវាយរបស់យើងគឺជាតួចិត្តអាក្រក់ហើយស៊ីរបស់យើងគឺជាវីរៈបុរសដែលបានមកជួយសង្គ្រោះស៊ីរួយរបស់យើងដែលត្រូវជាវីរៈនារីនៅក្នុងហាងនឹងដូចចៃដន្យហើយកន្លែងនេះដែរគឺជាវគ្គបន្ទាប់ដែលនឹងត្រូវកើតឡើងនៅក្នុងសាច់រឿងដើមហើយខ្ញុំត្រូវតែស្គាល់កន្លែងនេះឲ្យច្បាស់មុនពេលសាច់រឿងត្រូវបានចាប់ផ្ដើមហើយមកសួរក្រោយមកក៏មានសម្លេងដើមមកដែលមានបរិមម្នាក់ក៏បាននិយាយថាសូមអភ័យទោសសេវាកម្មពិសេសដែលព្យាបាលបញ្ជាគឺបានមកដល់ហើយចុងឆេងហ្នឹងក៏បានមកគៀកស្មាវ៉ាងអ៊ីដែលប្រាប់ថាហេលោកគ្រូវ័យក្មេងវ៉ាងអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកនៅអ្វីមួយហាងនេះគឺមានភាពខុសគ្នាខ្លាំងពីហាងផ្សេងទៀតមិនត្រឹមតែមានស្រីប៉ុណ្ណោះទេហើយគ្នាយើងមានកន្លែងឃើញអត់នោះបរិសុទ្ធខ្មៅដែលកំពុងតែដើរមកចេះរៀងឡើងសង្ហាតើជាវិណាគេទៅណប៉ុន្តែពួកគេមានសេវាកម្មពិសេសដើម្បីបំពេញចិត្តអតិថិជនពិសេសហើយបើយើងមើលពីក្រោយទៅគឺថាស្តៀងមកយេនេះមើលចំតែមើលគឺថាវាយរបស់យើងមានជាការស្រឡាំងកាំងខ្លាំងមែនតើអញ្ចឹងណាតើនរណានឹងអំដំណើរមេវ័យក្មេងដែលចូលចិត្តចំណូលចិត្តពិសេសលោកម្ចាស់សូមរីករាយចំណាយពេលជ្រើសរើសហើយភ្លាមនោះវ៉ាស៊ីនិងវ៉ាងអ៊ីរបស់យើងក៏បានមើលមុខគ្នាវ៉ាងអ៊ីរបស់យើងគឺមានជាការឆ្ងល់មិនបានជាស៊ីមនុស្សនឹងចឹងហើយពាក់ចងឆេងនេះគឺថាល្ងងមែនតើមើលស៊ីអត់ស្គាល់ដោយសួរទៅវ៉ាងអ៊ីថាលោកគ្រូវ័យក្មេងនេះមើលទៅពិតជាដូចប្អូនប្រុសរបស់អ្នកតើមែនទេហើយបើមើលមកវ៉ាងអ៊ីរបស់យើងវិញគឺថាគាត់ក្តាប់ដៃលក្ខណៈថាគៀងខ្លាំងអីចឹងណាត្រូវហើយខ្ញុំមិនដែលរំពឹងថានឹងជួបមនុស្សស្រដៀងគ្នាបែបនេះទេវ៉ាងអ៊ីរបស់យើងក៏បាននិយាយក្នុងចិត្តថាវាមិនមែនគ្រាន់តែដូចបន្តិចទេតែវាគឺជាសិនស៊ីអានហ្នឹងហើយជួលអនិច្ចជនត្រូវតែប្រញាប់រាយការណ៍កន្លែងខុសច្បាប់នេះពាក់ចងឆេងនឹងនៅតែបន្តនិយាយទៀតថាលោកគ្រូវ័យក្មេងវ៉ាងតើលោកស្អប់ប្អូនប្រុសខុសច្បាប់មែនទេតើចង់ឲ្យខ្ញុំជួយដើម្បីបំបត្តិកំហឹងរបស់លោកទេយីពាក់ចងឆេងនេះគេគិតថាគេលយហ្នឹងតែមើលក្នុងចិត្តវ៉ាងអ៊ីរបស់យើងវិញចង់ហក់បាយពាក់ចងឆេងឯងហ្នឹងចង្រៃយកក្មេងនេះគឺជាឈាមជីវិតរបស់ខ្ញុំតែឯងចង់វាយប្រហារគាត់ទេមិនត្រូវការគ្រូវ័យក្មេងនេះជួយចិត្តពឹងលើខ្លួនឯងជាពិសេសសម្រាប់ខ្ញុំផ្ទាល់ប្អូនប្រុសចោលមកសៀតហើយវ៉ាងអ៊ីរបស់យើងក៏បាននិយាយប្រាប់ថាថៅកែខ្ញុំចង់បានយុវជនសក់ខ្មៅនេះអោះបាទណាសៀនឆាប់ទៅបម្រើលោកវ៉ាងភ្លាមទៅមេការហ្នឹងក៏បាននិយាយតិចប្រាប់ស៊ីថាអញទៅយកធ្វើការថ្ងៃដំបូងហើយទោះបានអតិថិជនធំបែបនេះឆាប់ប្រញាប់ឡើងស៊ីរបស់យើងគឺក៏បានដើរមកអញ្ចឹងណាហើយបើថាបើអីរបស់យើងគេកំពុងតែតម្លឹងមើលមុខអីចឹងណាទោះជាយ៉ាងណាទឹកមុខស៊ីរបស់យើងគឺនៅតែ cool លោកម្ចាស់វ៉ាងហើយក៏បានលើកការស្រាម្ចាស់ឲ្យវ៉ាងអ៊ីដល់និយាយថាខ្ញុំនឹងចាក់ស្រាជូនលោកហើយវ៉ាងអ៊ីរបស់យើងវិញគឺថាក៏អត់មានពាក្យដែលត្រូវវិចារបណ្ដោយហើយពួកបនភឿនរបស់គេដែលនៅជុំវិញហ្នឹងក៏បាននិយាយតាមការរំពឹងទុករបស់លោកគ្រូវ៉ាងចំណងចំណូលចិត្តពិតជាមិនដូចមនុស្សធម្មតាដូចយើងហើយអបិមេការនោះក៏បានបន្តថាអ្នកទាំងអស់គ្នាអាចរីជាមួយនារីនៅទីនេះបានវ៉ាងអ៊ីរបស់យើងក៏បានសម្លឹងមើលកែវសារแล้วគាត់គិតក្នុងចិត្តថាតើពួកគេទាំងអស់គ្នាពិតជាចង់បំបែកសិលធម៌នៅក្នុងបន្ទប់ឯកជនមែនទេប៉ុន្តែពួកគេកំពុងតែចាប់ផ្ដើមហើយប្រសិនបើខ្ញុំរត់ចេញពីក្រុមតើខ្ញុំនឹងចម្លែកមែនទេហើយជាពិសេសក្មេងនេះទោះបីជាអ្នកដតីមិននឹកស្មានដល់ថាចៅហ្វាយវ័យក្មេងទី2នៃគ្រួសារវ៉ាងនឹងឈួតក្នុងការមកទីនេះហើយខ្លាចជាអ្នករត់តុប៉ុន្តែប្រសិនបើអត្តសញ្ញាណពិតត្រូវបានគេរកឃើញនោះក្រុងនៅក្នុងសាច់រឿងនឹងត្រូវបានអនុវត្តតាមទិសដៅខុសទៀតតាមមែនទេហើយបើមកស៊ីរបស់យើងវិញគឺថាភ្នែកនឹងគ្មានអីក្រៅពីមើលការគិតរបស់វ៉ាងអ៊ីទេវ៉ាងអ៊ីរបស់យើងគាត់ក៏បានយកដៃមកហើយចាប់បោចសក់ស៊ីរបស់យើងទៅក្រោយក្មេងប្រុសតើអញកំពុងតែធ្វើអ្វីនៅទីនេះហើយគឺថាស៊ីរបស់យើងគេក៏បាននិយាយតបវិញអញ្ចឹងណាគេដល់និយាយថាលោកគ្រូវ័យក្មេងវ៉ាងតើលោកកំពុងតែនិយាយពីអ្វីស៊ីនស៊ីអានតើអញត្រូវការការអប់រំម្ដងទៀតទេពិតជាអាម៉ាស់មែនវាដូចជាម្ដាយដែលគ្មានសិលធម៌របស់អញចឹងស៊ីរបស់យើងគាត់ឈប់និយាយមកស្ទុះតមកគាត់ក៏បាននិយាយថាបងប្រុសបងបានមកកន្លែងប្រភេទនេះព្រោះតែបងមិនចង់ទៅផ្ទះជាមួយខ្ញុំគ្រាន់តែលឺស៊ីនិយាយចឹងមកអីបើយើងគាត់ក៏បានភ្ញាក់ទាំងឆ្ងល់ស៊ីអានថាខួរក្បាលរបស់អញមិនអីទេឬវាដោយសារតែខ្ញុំមិនបានយកឯងមកជាមួយដូច្នេះឯងបានមកធ្វើការនៅកន្លែងនេះថាឯងលាក់អត្តសញ្ញាណជាសិស្សរបស់ឯងយ៉ាងដូចម្ដេចស៊ីរបស់យើងក៏បានបន្តថាបាទដោយសារតែបងប្រុសមិនចង់នៅជាមួយខ្ញុំអីចឹងទាំងវើអ្វីនឹងស៊ីមិនចាប់អមកងកូនប្រុសគេចឹងហ៎ខ្ញុំគ្រាន់តែអាចមកតាមអមដំណើរបងប្រុសរបស់ខ្ញុំដល់ពេលដែលឮអញ្ចឹងគឺថាវ៉ាងអ៊ីរបស់យើងគាត់មានជាការខឹងស៊ីនឹងខ្លាំងអញ្ចឹងណាស៊ីអានឯងពិតជាមិននឹកស្មានថាហើយសត្វតលឺសំឡេងខ្វោកគឺថាមានអីទៀតវ៉ាងអ៊ីរបស់យើងចាប់ហែកអាវស៊ីអញ្ចឹងណាខ្ញុំមិនហ៊ានប្រព្រឹត្តបែបនេះដាក់ឯងតាមមែនទេរូបភាពកម្រចាច់គ្នាមើលហើយបើមើលទឹកមុខស៊ីរបស់យើងវិញគឺថាគេធ្វើអីដាក់ធ្វើទៅគ្មានខ្វល់ទេទឹកមុខនៅតែ cool ក៏លេចមកមើលវ៉ាងអ៊ីរបស់យើងវិញអ៊ូយចាំងចង់ខ្វាក់ផងដែរ
នាទីសរសើរស៊ីស៊ីនៅក្នុងចិត្តរបស់វ៉ាងអ៊ីល្អអស្ចារ្យតាមការរំពឹងទុកពីតួឯកប្រុសគាត់មានរូបរាងស្អាតសមនឹងមុខសតូចដែលធ្វើឲ្យនារីឈួតព្រោះលងស្នេហ៍ពាក់ចងឆឹងនឹងក៏បាននិយាយថាបន្តទៅខ្ញុំនឹងទៅមុខលោកគ្រូវ៉ាងនារីដែលនៅចិត្តនឹងក៏បាននិយាយថាពិតជាគួរឲ្យចាប់អារម្មណ៍មែនប្អូនប្រុសរបស់ខ្ញុំតែខ្ញុំអាចឲ្យពួកល្ងងទាំងអស់នេះមើលដោយរបៀបណាយ៉ាវ៉ាងអ៊ីរបស់យើងមើលគេនិយាយតើខ្ញុំអាចចាប់អារម្មណ៍លើកូនទាកខ្វក់ដោយរបៀបណាក្រៅពីនេះគាត់មានមុខអាក្រក់ដូចគ្នាផងដែរចំពោះស្រាដែលគាត់បានរៀបចំហើយវ៉ាងអ៊ីរបស់យើងគាត់ក៏បានយកកែវស្រានឹងទៅចាក់ស្រោចលើក្បាលរបស់ស៊ីស៊ីយើងវាគួរឲ្យស្អប់ខ្ពើមចឹងនិយាយថាវ៉ាងអ៊ីអញធ្វើមិនធ្វើទៅប៉ុន្តែស៊ីស៊ីរបស់យើងគឺនៅតែមុខ cool ភ្នែក cool អញ្ចឹងហើយយើងមើលកំណត់ពិតរបស់វ៉ាងអ៊ីវិញចាប់ហើយហើយអ្វីបានជាក្មេងប្រុសដ៏ស្រស់សង្ហាបែបនេះមានអារម្មណ៍ត្រជាក់នៅពេលដែលត្រូវបានត្រាំដោយស្រាកុំបើកទ្វារចម្លែកខ្ញុំគិតថាគាត់មានគំនិតចម្លែកខ្លះមកមើលស៊ីស៊ីរបស់យើងវិញគាត់បាននិយាយថាខ្ញុំសូមអរគុណសម្រាប់ភ្ញៀវស៊ីស៊ីកាយវិការអ្វីហ្នឹងដូច្នេះតើខ្ញុំអាចធ្វើអ្វីទៀតសម្រាប់លោកម្ចាស់ខ្ញុំស៊ីស៊ីរបស់យើងមិនចេះវ៉ាងអ៊ីរបស់យើងកំពុងតែភ័យតិចហើយតើក្មេងនេះញៀននឹងការលេងតួទេចង់និយាយថាឥឡូវហ្នឹងស៊ីស៊ីរបស់យើងកំពុងតែសម្ដែងវ៉ាងអ៊ីរបស់យើងគាត់ក៏បានកលេចទៅមើលទៅឃើញថាគ្មាននរណាគេចាប់អារម្មណ៍នឹងខ្លួនទៀតទេឥឡូវនេះល្អខ្លាំងណាស់នេះជាពេលវេលាល្អដែលត្រូវទាញយកប្រយោជន៍ពីវាហើយក៏មកដល់កន្លែងគួរសមមួយហើយវ៉ាងអ៊ីរបស់យើងគាត់ក៏បានឲ្យស៊ីស៊ីលុបមុខអីចឹងណាហើយគាត់ក៏បានបន្តនិយាយថាលេងសម័យឲ្យលឿនទៅកុំធ្វើឲ្យបាក់មុខគ្រួសារវាងតើមិនមែនជាបងប្រុសអីដែលធ្វើឲ្យខ្ញុំខ្លាចជាបែបនេះទេនោះគឺដោយសារតែអញកំពុងតែរញ៉េរញ៉ៃតើអញឈួតមែនទេអីបើយើងក៏បានបន្តក្នុងចិត្តហើយខ្ញុំត្រូវតែរក្សាកម្លាំងហើយធ្វើតាមគាត់ហើយអីបើយើងក៏បានស្រែកបន្តថាទោះបីជាអញប្រថុយនឹងការទទួលស្គាល់ហើយបោះបង់ការសិក្សាចោលក៏ដោយក៏អញនៅតែមិនអាចធ្វើឲ្យខ្ញុំសប្បាយចិត្តបានដែរហើយក៏ស្រាប់តែមានទឹកជះមកអញ្ចឹងណាបើយើងក៏បានកលេចភ្នែកទៅមើលគឺថាមានអីទៀតស៊ីស៊ីរបស់យើងហ្នឹងឯងអ្នកជះចង់និយាយថាគេកាចហើយឥឡូវមនុស្សមិនសប្បាយចិត្តជាក់ស្ដែងបងក៏ដូចគ្នាផងដែរហើយស៊ីស៊ីរបស់យើងក៏បានមើលមុខវ៉ាងអ៊ីអញ្ចឹងណាវ៉ាងអ៊ីរបស់យើងគឺថាគាត់ស្រឡាញ់ខាងខ្លាំងមែនតើហើយតមកស៊ីស៊ីរបស់យើងក៏បានដោះអាវក្រៅខ្លួនឯងហ្នឹងយកទៅគ្រប់ឲ្យវ៉ាងអ៊ីអញ្ចឹងណាខ្ញុំសុំទោសខ្ញុំដឹងបងក៏មិនចង់ដែរប៉ុន្តែខ្ញុំមិនអាចកាន់វាទៀតទេកន្លែងនេះស៊ីស៊ីរបស់យើងក៏ចង់មកន័យថាខ្លួននឹងដឹងយល់គ្រប់យ៉ាងពីវ៉ាងអ៊ីប៉ុន្តែខ្លួនមិនអាចធ្វើបានដូចពីមុនទៀតទេដូចបាត់អេដមីនរៀងយូរដែរហើយគេថាអេដមីនរៀងរវល់អីចឹងណាហើយពងបាញ់ដាតអីហងហើយភាគក្រោយអីរៀងយូរតិចហើយណាហើយតបមកមានអីទៀតទេក្រៅពីរងចាំទស្សនាភាពបន្តនៅពេលក្រោយ